សួរលោកគ្រូចឹងថ្ងៃនេះផងដែរខ្ញុំមកចែករំលែកលោកគ្រូនៃរបៀបនៃការផលិតវីដេអូដោយប្រើ AI សូមអញ្ជើញលោកគ្រូផងដែរថាខ្ញុំមិនមែនជាអ្នកជំនាញនៅលើការប្រើផលិតវីដេអូ AI ទេខ្ញុំគ្រាន់តែប្រើបទពិសោធន៍និងចំណេះដឹងដែលខ្ញុំមានបន្តិចបន្តួចចែករំលែកទៅកាន់លោកគ្រូទាំងអស់គ្នាការបង្កើតវីដេអូដោយប្រើ AI យើងមានកម្មវិធីច្រើនមែនទែនប៉ុន្តែថ្ងៃនេះខ្ញុំលើកយកមកតែកម្មវិធីដែលអត់អស់លុយគឺកម្មវិធីGoogle Flow អញ្ចឹងវាអត់ប្រើលុយទេអញ្ចឹងក្រៅពីហ្នឹងគឺយើងចំណាយលុយក្នុងការទិញវាអញ្ចឹងក្នុងមួយថ្ងៃក្នុង Google Flow គឺគេឲ្យយើងបង្កើតវីដេអូបាន3ដោយគេឲ្យយើង50 credit អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងតាមដានទាំងអស់គ្នាចឹងជាដំបូងឡើយលោកគ្រូត្រូវតែយករូបថតរបស់យើងបើសិនជាយើងចង់បង្កើតដោយប្រើរូបយើងអញ្ចឹងណាតែបើយើងអត់ចង់ប្រើរូបរបស់យើងមិនបាច់យករូបយើងមកជាមួយទេហើយបន្តមកទៀតរឿងដែលសំខាន់គឺព្រមគឺជារឿងសំខាន់មែនទែនបើសិនជាយើងចង់ឲ្យវីដេអូរបស់យើងធ្វើទៅត្រឹមត្រូវតាមបែបបទរបស់យើងអញ្ចឹងលោកគ្រូអញ្ចឹងនេះគឺជាព្រមរបស់ខ្ញុំដែលខ្ញុំសរសេរវាមិនឥតខ្ចោយទេដោយសារតែទីមួយ AI របស់ខ្ញុំធ្លាប់បានប្រើច្រើនអញ្ចឹងទៅវាអាចថាស្គាល់ខ្ញុំអញ្ចឹងបើសិនជាលោកគ្រូ AI លោកគ្រូតាមប្រើដំបូងអាចរៀងពិបាកយើងត្រូវ train វាសិនណាលោកគ្រូអញ្ចឹងព្រមនេះខ្ញុំសរសេរខ្លីទេហើយ ChatGPT របស់ខ្ញុំគឺស្គាល់ថាខ្ញុំចង់សរសេរពីអីតែម្ដងអញ្ចឹងបន្ទាប់ពីខ្ញុំសរសេរបានប៉ុណ្ណឹងហើយគឺខ្ញុំផាសប៉ុណ្ណឹងចូលលោកគ្រូបើសិនជាលោកគ្រូចង់បង្កើតអីផ្សេងអាចដូរវាបានតាមរយៈហ្នឹងទៅបើសិនជាបង្កើតប្រធានបទអីផ្សេងណាតែខ្ញុំឧទាហរណ៍នេះគឺខ្ញុំបង្កើតទៅលើឋានៈបឋម PLP ទេហើយលោកគ្រូមើលអក្សរដែលគេដាក់អក្សរខ្មែរខាងនេះតើវាត្រឹមត្រូវឬនៅក៏ពិតអក្សរនេះបើសិនជាខុសលោកគ្រូអាចcopy ហើយយកទៅលុបហើយយើងអាចកែបានប៉ុន្តែដោយសារតែខ្ញុំគ្រាន់តែជាឧទាហរណ៍ទេអញ្ចឹងខ្ញុំអត់បាច់លុបទេហើយបន្ទាប់ពីខ្ញុំមកពិនិត្យព្រមអីហើយខ្ញុំចាប់ផ្ដើមមកធ្វើការ copy ព្រមហ្នឹងសិនដើម្បីយកទៅដាក់នៅក្នុង Google Flow អញ្ចឹងបន្តមកទៀតគឺយើងចូលនៅក្នុង Google ឬក៏ Google Chrome ហើយលោកគ្រូវាយពាក្យថា Google Flow ដូចនៅក្នុងវីដេអូនេះអញ្ចឹងហើយយើងអុំមករកខាងក្រោមកន្លែងនេះលោកគ្រូបាទហើយយើងចុច Enter ទៅលើវាទៅអញ្ចឹងវាចាប់ផ្ដើមបង្ហាញផ្ទាំងមួយឲ្យយើងហើយយើងរងចាំវាបន្តិចមកឥឡូវនេះវាចាប់ផ្ដើមបង្ហាញលោកគ្រូហើយនេះគឺ50 credit ហ្នឹងគឺវាថែមយើងរាល់ថ្ងៃអញ្ចឹងមួយថ្ងៃវាឲ្យយើង50ហើយដូចខ្ញុំបញ្ជាក់លើវីដេអូដើមអញ្ចឹងគឺមួយថ្ងៃគឺយើងប្រើបាន3វីដេអូដល់មួយវីដេអូប្រើ15អញ្ចឹងណាហើយដំបូងឡើយលោកគ្រូចុចទៅលើកន្លែងសញ្ញាបូកនេះដើម្បីធ្វើការបង្កើតវីដេអូតែបើយើងចង់បង្កើតរូបដែលយើងបានធ្វើហើយលោកគ្រូអាចចុចលើ media មកយើងចង់ដាក់តួអង្គយើងហើយយើងទៅរើសរូបថតរបស់យើងដែលយើងបានធ្វើវាទុកអញ្ចឹងវីដេអូខ្លះខ្ញុំបានបង្កើតរូបថតទុកស្រេចមកដើម្បីងាយស្រួលនៅពេល generate ទៅវាដូចអ្វីដែលយើងចង់បានបើយើងសរសេរប្រមវាច្រើនវាត្រូវការពេលវេលាយូរហើយនឹងចេញមកអត់សូវដូចចិត្តយើងគ្រូអញ្ចឹងយើងរងចាំវាបន្តិចទៅរងចាំរហូតដល់វា upload រូបរបស់យើងនឹងបានពេញលេញលោកគ្រូចាអញ្ចឹងបន្ទាប់ពីបានពេញលេញហើយលោកគ្រូចុចទៅកន្លែងដែលឈុតឆាកហ្នឹងមកហើយចុចសញ្ញាបូកហើយចុចលើរូបថតរបស់យើងនឹងឃើញពាក្យថាបញ្ចូលទៅក្នុងប្រមហើយអញ្ចឹងបន្ទាប់ពីបានរូបបានហ្នឹងលោកគ្រូចាប់ផ្ដើមផាសប្រមរបស់យើងដែលបាន copy ពី ChatGPT ចូលកន្លែងហ្នឹងហើយបន្តមកទៀតលោកគ្រូចុចសញ្ញាបន្ទាប់ទៅបាទបញ្ជាក់លោកគ្រូផងដែរថានៅពេលដែលយើងផាសហ្នឹងសូមមើលប្រមយើងផងតាក់ទងនឹងអក្សរខ្មែរហ្នឹងតើយើងចង់បញ្ចូលពាក្យពេចន៍អីយើងអាចកែបាននៅក្នុងកន្លែងហ្នឹងអញ្ចឹងលោកគ្រូចឹងបន្ទាប់ពីចាំរយៈពេលបន្តិចទៅវានឹងលោតសួរយើងថាយើងយល់ព្រមក្នុងការបង្កើតវីដេអូអត់ដោយសារតែមួយវីដេអូវាចំណាយ15 credit អញ្ចឹងយើង50 credit គឺយើងចំណាយអស់15ហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមផាសទៅដូចខ្ញុំបញ្ជាក់លោកគ្រូអញ្ចឹងថាព្រមជារឿងសំខាន់នៅពេលដែលយើងចង់ឲ្យនិយាយកន្លែងណាលោកគ្រូត្រូវតែមើលកន្លែងអក្សរខ្មែរហ្នឹងតើមានបញ្ចូលពាក្យពេចន៍ដែលអ្វីដែលគ្រូចង់បានដែរឬទេអញ្ចឹងយើងរងចាំវាបន្តិចទៅលោកគ្រូបន្ទាប់ពីយើងរងចាំរយៈពេលបន្តិចទៅឥឡូវវីដេអូយើងរួចរាល់លោកគ្រូលើយើងស្ដាប់សាកមើលសួស្តីលោកគ្រូអ្នកគ្រូនិងមាតាបិតាទាំងអស់គ្នាថ្ងៃនេះយើងនឹងស្វែងយល់អំពីកម្មវិធីថ្នាលបឋម PLP ដែលផ្ដោតលើការរៀនតាមរយៈការលេងអញ្ចឹងសំឡេងដែលតួអង្គនិយាយហ្នឹងគឺតាមអ្វីដែលយើងបានផាសពីប្រមការពីលើកមុនលោកគ្រូអញ្ចឹងបើសិនជាយើងចង់ឲ្យនិយាយខុសដូចខ្ញុំបញ្ជាក់មុនអញ្ចឹងគឺយើងសរសេរអក្សរខ្មែរតាមអ្វីដែលយើងចង់និយាយអញ្ចឹងទៅហើយម្ដងកន្លែងហ្នឹងយើងចង់បានឈុតបន្តទៀតយើងគ្រាន់តែសរសេរពាក្យ next អញ្ចឹងមកលោកគ្រូហើយវាចាប់ផ្ដើមធ្វើការបង្កើតឈុតទី2ឲ្យយើងហើយឥឡូវវីដេអូទី2របស់យើងគឺរួចរាល់ដែរឥឡូវយើងសាកស្ដាប់ម្ដងទៀតទៅលោកគ្រូនៅក្នុង PLP កុមាររៀនតាមរយៈការលេងនិងការចូលរួមដោយផ្ទាល់ដែលជួយអភិវឌ្ឍផ្នែករាងកាយបញ្ញាអារម្មណ៍និងសង្គមអញ្ចឹងនេះគឺជាឈុតឆាកទី2ហើយបើសិនយើងលោកគ្រូចង់បានឈុតទី3យើងគ្រាន់តែចុចពាក្យ next ទៅគឺយើងទទួលបាន
វីដេអូទី3លោកគ្រូអ្នកគ្រូអញ្ចឹងពីបន្ទាប់ទទួលបានវីដេអូលោកគ្រូអ្នកគ្រូត្រូវតែយកវាមកដាក់ក្នុង CapCut ដើម្បីធ្វើការកាត់វីដេអូអញ្ចឹងលោកគ្រូអ្នកគ្រូអញ្ចឹងបន្ទាប់មកទៀតគឺយើងយកវាមកកាត់ក្នុង CapCut អញ្ចឹងយើងអាចបន្ថែមឬក៏ double វីដេអូណែនដើម្បីវាបានវែងហើយបើសលេងវិញនិយាយអត់ត្រូវទេលោកគ្រូអ្នកគ្រូអាចបិទសលេងចោលទាំងអស់ហើយធ្វើការ voice over ទៅដូរសលេងនៅក្នុង CapCut បានអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេលោកគ្រូអ្នកគ្រូបើសិនជាពេញចិត្តកុំភ្លេចចុច like ហើយនិង share វីដេអូនេះផងសូមអរគុណសូមជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយ